កុំរស់នៅដោយមានលេសក្នុងខ្លួនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបានមកចែករំលែកអំពីគំនិតមួយដែលដកស្រង់ចេញពីសៀវភៅដាច់ខាតមិនគិតថាបរាជ័យនឹងអ្នកទាំងអស់គ្នាតោះឥឡូវទៅស្ដាប់សំឡេងសៀវភៅទាំងអស់គ្នានៅក្នុងស្ថានភាពមិនល្អអ្នកមិនត្រូវបណ្ដោយឲ្យខ្លួនឯងមានអារម្មណ៍ថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលជួបនៅសំណាងអាក្រក់នោះទេពិសេសសម្រាប់អ្នកដែលឈឺស្កាត់និងអ្នកដែលជួបនឹងបរាជ័យឬស្ថានភាពពិបាកដែលទាក់ទងទៅនឹងមហិច្ឆតារបស់ខ្លួនមនុស្សយើងមានអ្នកនិកាគិតថាយើងគឺជាមនុស្សតែម្នាក់គត់ដែលជួបនឹងហេតុការណ៍លំបាកយ៉ាងដូចនេះពេលដែលជួបនឹងស្ថានភាពលំបាកចូលបើកថ្មេកនិងបើកចិត្តសម្លឹងទៅកាន់មនុស្សនៅជុំវិញខ្លួននោះអ្នកនឹងដឹងថាមនុស្សដែលជោគជ័យមិនមែនជាមនុស្សដែលមានសំណាងល្អតែម្យ៉ាងប៉ុណ្ណោះទេនៅក្នុងចំណោមមនុស្សទាំងនោះសុទ្ធតែជួបនៅបរាជ័យនិងសំណាងអាក្រក់ទាំងអស់ហើយពួកគេបានព្យាយាមអស់ពីសមត្ថភាពព្រមទាំងប្រើសំណាងអាក្រក់នោះដើម្បីឆ្ពោះទៅរកជោគជ័យត្រូវគិតថានៅមានមនុស្សជាច្រើនទៀតដែលមានស្ថានភាពដូចអ្នកនិងនៅមានជំងឺកាយសាហាវជាច្រើនទៀតដូចជាជំងឺបេះដូងមហារីកនិងភាពលំបាកវេទនាផ្នែកខាងរាងកាយជាច្រើនទៀតមិនថាស្ថានភាពរាងកាយរបស់អ្នកនឹងคล้ายទៅជាយ៉ាងណាទេសូមអ្នកគិតថាមិនមែនមានតែអ្នកទេដែលត្រូវទ្រាំលំបាកវេទនាជាមួយនឹងជំងឺដ៏សាហាវមួយនេះនៅមានមនុស្សជាច្រើនទៀតដែលរងទុក្ខវេទនាជាងអ្នកទៀតឧទាហរណ៍ដូចលោក Franklin D. Roosevelt ដែលជាប្រធានាធិបតីអាមេរិកដែលអង្គុយនៅលើរទេះរុញអស់មួយជីវិតជាទូទៅមនុស្សដែលត្រូវពឹងលើរទេះរុញក្នុងការធ្វើដំណើររមែងពិបាកនឹងធ្វើតំណែងនៅក្នុងសង្គមណាស់ប៉ុន្តែទោះបីជាការពិការរបស់លោកក៏ដោយក៏លោកប្រធានាធិបតី Roosevelt អាចបដិបត្តិតួនាទីជាប្រធានាធិបតីបានដែរគាត់គឺជាបុគ្គលដែលអស្ចារ្យបំផុតដែលមិនរស់នៅដោយពឹងលើលេសឡើយប៉ុន្តែគាត់បែរជាធ្វើនៅអ្វីដែលគិតថាត្រូវតែធ្វើទៅវិញហើយគាត់ព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីយកឈ្នះភាពពិការភាពរបស់គាត់គំនូរដ៏ល្អរបស់សហរដ្ឋអាមេរិកមួយទៀតគឺស្ត្រីដែលជោគជ័យនិងបានធ្វើតំណែងដែលខ្ពស់បំផុតរបស់ប្រទេសដែលស្ត្រីម្នាក់នោះបានបាត់បង់ស្វាមីតាំងពីនាងនៅក្មេងហើយកូនក៏មិនខ្វល់នឹងនាងទៀតធ្វើឲ្យនាងពិបាកហើយធ្លាក់ខ្លួនឈឺធ្ងន់ទោះបីជាស្ថិតនៅស្ថានភាពពិបាកក៏ដោយប៉ុន្តែនាងអាចធ្វើតំណែងបានខ្ពស់បំផុតរបស់រដ្ឋាភិបាលបានដែរមនុស្សប្រភេទនេះហាក់យល់ពីមេរៀនដ៏សំខាន់របស់ជីវិតតាមរយៈភាពលំបាកនិងការឆ្លងកាត់ភាពពិបាកជាច្រើនប៉ុន្តែអាចទៅដល់ចំណុចខ្ពស់បំផុតដែលមនុស្សធម្មតាមិនអាចស្រមៃបានខ្ញុំសូមអធិប្បាយរឿងដែលបានស្រាវជ្រាវរកឃើញនៅក្នុងអំឡុងពេលដែលស្រាវជ្រាវរឿងរ៉ាវរបស់អ្នកទាំងអស់គ្នាឲ្យស្ដាប់ទី1គេមិនដែលនិយាយពីភាពលំបាកនៅក្នុងជីវិតឲ្យអ្នកដទៃស្ដាប់ឡើយគេមិនដែលបន្ទោសអ្នកដទៃឬរអ៊ូតែពីរឿងជោគវាសនារបស់ខ្លួនឯងឡើយព្រោះដឹងច្បាស់ថាការធ្វើដូច្នេះវាគ្មានប្រយោជន៍អ្វីទេចំណុចសំខាន់បំផុតរបស់រឿងនេះគឺការមិនបន្ទោសថាវាសនារបស់ខ្លួនឯងកើតឡើងពីព្រហ្មលិខិតឬជាទង្វើរបស់អ្នកដទៃទី2គេព្រមទទួលយកវាសនារបស់គេដោយមិនរអ៊ូថាបើគ្មានរឿងដូចនេះប្រហែលជាមិនប្រសើរជាងនេះប៉ុន្តែបែរជាព្រមទទួលយកនៅគ្រោះនិងសំណាងអាក្រក់ដែលបានកើតឡើងពេលដែលអាចទទួលបានដូច្នេះនឹងឃើញថាសំណាងអាក្រក់គឺជាការពិតរបស់ជីវិតបន្ទាប់មកពិចារណារកវិធីដើម្បីយកឈ្នះវាព្រមទាំងមានសេចក្តីក្លាហាននិងមោះមុតដើម្បីទទួលស្គាល់ថាសំណាងអាក្រក់គឺជាការពិតរបស់ជីវិតទី3ទោះបីជាជួបនឹងសំណាងអាក្រក់បែបណាក៏ដោយគេនឹងសិក្សាពីរឿងទាំងនោះហើយសួរខ្លួនឯងថាតើភាពលំបាកទាំងនោះនឹងផ្ដល់ជាមេរៀនអ្វីខ្លះបន្ទាប់មកស្រាវជ្រាវរហូតដល់ឃើញចម្លើយនិងសិក្សារហូតដល់ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលស្ថិតនៅក្នុងចិត្តរបស់គេរហូតទៅទី4មនុស្សប្រភេទនេះមិនដែលគិតចង់ពឹងពាក់អ្នកដទៃឡើយទោះបីជាមិនអាចជួយខ្លួនឯងបានក៏ដោយប៉ុន្តែនឹងដើរទៅរកវិធីនោះតែម្នាក់ឯងដោយចិត្តអសរៈនិងមិនពឹងពាក់អ្នកដទៃ
គេនឹងព្យាយាមជួយខ្លួនឯងព្រមទាំងទទួលយកវាសនានិងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនហើយក៏មិនព្រមនៅស្ងៀមដែរគេបានព្យាយាមឆ្លងកាត់ភាពលំបាកដោយពឹងលើកម្លាំងខ្លួនឯងមនុស្សដែលមានលក្ខណៈពិសេសសុទ្ធតែឆ្លងកាត់នៅដំណាក់កាលទាំងនេះទាំងអស់មនុស្សដែលគិតតែពីសង្វេគខ្លួនឯងនឹងគ្មានផ្លូវជោគជ័យបានទេមនុស្សទាំងនេះព្រមចោះចាញ់ភាពទន់ខ្សោយរបស់ខ្លួនហើយខណៈដែលគេកំពុងសម្លឹងរកការយល់ចិត្តយល់ថ្លើមពីអ្នកដទៃគឺស្មើនឹងគេផ្ដន្ទាខ្លួនឯងថារស់នៅដោយទាមទារការអាណិតអាសូរពីអ្នកដទៃពេលណាអ្នកគិតចង់ពឹងពាក់អ្នកដទៃភ្លាមនោះចិត្តអ្នកនិងវិញ្ញាណរបស់អ្នកនឹងព្រមចោះចាញ់បរាជ័យទោះបីជាព្រមលិខិតគប់អ្វីដាក់អ្នកក៏ដោយអ្នកត្រូវតែព្រមទទួលយកដោយក្លាហាននិងសម្រេចចិត្តឲ្យបានដាច់ស្រេចថាត្រូវតែយកឈ្នះវាឲ្យបានចំណុចមួយទៀតនោះគឺការសម្រេចចិត្តឲ្យបានដាច់ខាតនិងធម៌ពលចិត្តនឹងជួយបើកផ្លូវឲ្យការសម្រេចចិត្តឲ្យបានដាច់ខាតដើម្បីយកឈ្នះអ្វីដែលជាវាសនាបាននាំមកឲ្យអ្នកមិនមែនមានន័យថាអ្នកត្រូវនាំរឿងធំដុំទេវាជាសញ្ញាបើកផ្លូវដល់រឿងថ្មីនិងអាចចាប់ផ្ដើមពីអ្វីដែលនៅក្បែរខ្លួនអ្នកប៉ុណ្ណោះសាកល្បងសួរខ្លួនឯងថាតើអ្នកអាចធ្វើអ្វីបានខ្លះតើត្រូវមានលក្ខខណ្ឌអ្វីដើម្បីធ្វើឲ្យអ្នកទទួលបានជោគជ័យនៅក្នុងស្ថានភាពបច្ចុប្បន្នបើអ្នកប្រទះឃើញថាមិនអាចប្រើអ្វីដែលមានស្រាប់បានទេសាកល្បងមើលថាតើអ្នកមានសមត្ថភាពអ្វីផ្សេងដែរឬទេតើអ្វីជាគុណសម្បត្តិដូចជានិយាយមកទៅតើគុណសម្បត្តិអ្វីដែលមាននៅក្នុងខ្លួនអ្នកដែលបងប្អូនមិត្តភ័ក្តិនិងគ្រូចូលចិត្តពេលដែលអ្នកនៅតូចពេលខ្លះអ្នកអាចនឹងមានសមត្ថភាពអ្វីមួយដែលបង្កប់នៅក្នុងខ្លួនរបស់អ្នកដែលអ្នកអាចនឹងភ្លេចបាត់ទៅហើយដូច្នេះការសម្រេចចិត្តឲ្យបានដាច់ខាតនិងធម៌ពលអាចនឹងជួយបើកផ្លូវទៅកាន់អនាគតដោយញ៉ាំងឲ្យអ្នកស្រាវជ្រាវរកសមត្ថភាពដែលនៅមិនទាន់អភិវឌ្ឍដល់កម្រិតកំពូលបានខ្ញុំចាំបានថាធ្លាប់មើលនេតិឯកសារតាមរយៈទូរទស្សន៍ទាក់ទងនឹងបុរសដែលគ្មានដៃម្នាក់ដែលគាត់បានប្រើជើងគូររូបដោយយកជើងទៅកាន់ជក់ហើយគូររូបភាពបានល្អដូចជាគំនូរអាជីពដែរខ្ញុំពេញចិត្តខ្លាំងណាស់ដែលគាត់អាចប្រើជើងរបស់គាត់ធ្វើស្ទើរតែគ្រប់យ៉ាងដែលបង្ហាញឲ្យឃើញថាបើបាត់បង់ដៃហើយមនុស្សយើងក៏អាចរៀនប្រើជើងបានដែរនេះគឺជាឧទាហរណ៍ពីជីវិតពិតរបស់មនុស្សដែលបានប្រើសក្តានុពលរបស់ខ្លួនយ៉ាងពេញទំហឹងបើមិនអាចប្រើដៃបានតទៅទៀតទេមនុស្សភាគច្រើននឹងបាត់បង់ការព្យាយាមនៅក្នុងខ្លួនហើយបែរជាមកសុំអ្នកដទៃមកមើលថែខ្លួនអស់មួយជីវិតប៉ុន្តែបុរសដែលនៅក្នុងទូរទស្សន៍ម្នាក់នោះខុសពីអ្នកដទៃព្រោះគេមិនត្រូវការពឹងពាក់អ្នកដទៃទេគេអាចប្រើអ្វីដែលគេមានដើម្បីសម្រេចចិត្តឲ្យបានដាច់ខាតដូចជាគេចូលចិត្តគូររូបដើម្បីគេសម្រេចចិត្តប្រើជើងគូររូបនិងចាប់ផ្ដើមហាត់រៀនដែលពេលដំបូងគេធ្វើមិនសូវបានល្អប៉ុន្មានទេប៉ុន្តែគេកាន់តែព្យាយាមដើម្បីទទួលបានលទ្ធផលកាន់តែល្អនៅទីបំផុតគេក៏អាចគូររូបបានមនុស្សដែលគ្មានដៃអាចធ្វើជាវិចិត្រករបានគេប្រើជើងកាន់ជក់ច្របាច់ពណ៌ចេញពីបំពង់ហើយពិតជាអាចសាងស្នាដៃសិល្បៈបានពិតមែនបើគេអាចធ្វើបានមនុស្សដែលមិនពិការក៏អាចធ្វើបានសម្រេចបើគេតាំងចិត្តនោះហើយបើអ្នកមានសុខភាពល្អនិងគ្មានមូលហេតុអ្វីដែលធ្វើនៅអ្វីដែលអ្នកបានតាំងចិត្តថានឹងធ្វើឲ្យបានសម្រេចដែរបច្ចុប្បន្ននេះស្ថាប័នអប់រំមានកម្មវិធីបង្រៀនជំនាញនិងចំណេះដឹងផ្សេងៗជាច្រើនដែលអាចជួយឲ្យយើងសម្រេចគោលដៅបានតែមានមនុស្សជាច្រើនដែលចូលចិត្តរកលេសហើយនិយាយថាមិនអាចធ្វើអ្វីក្នុងស្ថានភាពដូចនេះបានទេឬគ្មានសមត្ថភាពប៉ុន្តែបើយើងចង់ធ្វើអ្វីឲ្យបានសម្រេចពិតមែននោះយើងនឹងអាចរកជំនាញដែលចាំបាច់សម្រាប់សម្រេចគោលដៅនោះហើយមូលហេតុតែមួយគត់ដែលមិនអាចទទួលបានជោគជ័យគឺព្យាយាមមិនបានគ្រប់គ្រាន់ឬខ្វះថាមពលចិត្តទៅឲ្យគោលដៅគួរឲ្យចម្លែកចិត្តនិងគួរឲ្យសរសើរណាស់ដែលការព្យាយាមរបស់មនុស្សពិការអាចយកឈ្នះឧបសគ្គដែលត្រូវពុះពៀដើម្បីសម្រេចគោលដៅបានហើយមើលទៅកាន់តែពិសេសថែមទៀតពេលដែលដឹងថាគេអាចយកឈ្នះឧបសគ្គទាំងនោះបាន
ដូច្នេះពេលដែលបានស្ដាប់រឿងរបស់មនុស្សពិការដែលបានពុះពៀឧបសគ្គបានសំបីតែរាងកាយមិនអំណោយផលហើយតើអ្នកធ្វើដូចម្តេចជាការពិតអ្នកមានសក្តានុពលនិងកម្លាំងច្រើនជាងដូច្នេះគួរតែលះបង់ឲ្យបានច្រើនជាងនិងផ្ដល់សេចក្តីស្រឡាញ់ដល់អ្នកដទៃឲ្យបានច្រើនជាងដែលគេធ្វើបានអ្នកប្រកាសជាអាចធ្វើបានអ្នកកាន់តែស្ថិតនៅក្នុងស្ថានភាពដែលមានប្រៀបជាងអ្នកដទៃច្រើនប៉ុណ្ណាអ្នកនឹងកាន់តែមានឱកាសជួយអ្នកដទៃច្រើនប៉ុណ្ណោះដែរនេះគឺរឿងសំខាន់ដែលអ្នកត្រូវចាំឲ្យច្បាស់ជាចុងក្រោយខ្ញុំបាទតុលាសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់សូមជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗនៅក្រោយៗទៀតសូមអរគុណ